បាទសូមគោរពជំរាបសួរបងប្អូនអរគ្នាបាទថ្ងៃនេះមានបងប្រុសនៅខាងកម្ពុជាគាត់បានដោះបតយកមកឲ្យធ្វើតេស្តតើបតរបស់គាត់ខូចអត់បាទហើយចំពោះអកង់អគុយរបស់គាត់ដែលជិះបច្ចុប្បន្ននេះគឺវាមានអាការៈមូលគេវល់កង់ប៉ុន្តែវាអត់មានល្បឿនមានថាវាវល់យឺតទេបងប្អូនបាទដូច្នេះគាត់ពុកផ្ញើបតនេះយកមកឲ្យខ្ញុំធ្វើតេស្តអញ្ចឹងខ្ញុំបានហើយពីក្រុមមួយគាត់ដែរវាអាចមកបើសិនជាមូលបើវល់កង់ធម្មតាប៉ុន្តែវាអត់ឡើងល្បឿនអត់វាវល់អត់លឿនណាវល់អត់ជក់អញ្ចឹងវាអាចតាក់ទងមកពីបតអញ្ចឹងក៏គាត់បានសម្រេចចិត្តដោះបតនេះយកមកផ្ញើឲ្យខ្ញុំដើម្បីធ្វើតេស្តថាបតហ្នឹងខូចអត់ដោយសារអត់ឡើងល្បឿនពិតមែនឬក៏យ៉ាងម៉េចដែរបាទអញ្ចឹងវីដេអូនេះគ្រាន់តែជាការចែកម្លែកជូនបងប្អូនបើសិនជាមានអាការៈដូចខាងលើនេះបងប្អូនអាចតាក់ទងពីក្រុមមួយខ្ញុំបានខ្ញុំនឹងផ្ដល់ច្បងជូនបងប្អូនណាបាទហើយចំពោះគ្រឿងកង់អគ្គិសនីគឺខ្ញុំមានទាំងអស់មិនថាកង់2កង់3កង់4គឺមានទាំងអស់អញ្ចឹងសម្រាប់បងប្អូនដែលតម្រូវការអាចតាក់ទងតាមរយៈ Telegram បានបាទអញ្ចឹងកុំបង្អង់យូរអីតោះសូមបញ្ជាក់ម្ដងទៀតថាបតនេះគឺដាក់ចូលកង់របស់គាត់គឺវល់ធម្មតាប៉ុន្តែអត់ឡើងល្បឿនវាវល់យឺតណាមានថាវាវល់យឺតតែម្ដងវល់យឺតអញ្ចឹងគាត់សម្រេចចិត្តដោះបតហ្នឹងយកមកឲ្យធ្វើតេស្តបាទអញ្ចឹងយើងក៏បង្អង់យូរតើយើងនាំគ្នាដើម្បីធ្វើតេស្តទាំងអស់គ្នាតើមកពីបតពិតមែនឬក៏មកពីម៉ូទ័ររបស់គាត់បាទប៉ុន្តែសម្រាប់ខ្ញុំគិតថាអាចមកពីបតច្រើនជាងបងប្អូនណាបាទយើងធ្វើតេស្តជាក់ស្ដែងទាំងអស់គ្នាបាទអរគុណច្រើនបាទសួស្តីបងប្អូនទាំងអស់គ្នាបាទនេះជាប្រភេទបតរបស់គាត់ខ្ញុំបានធ្វើតេស្តបាទអញ្ចឹងបតរបស់គាត់វល់បងប្អូនបាទប៉ុន្តែវល់លក្ខណៈយើងប្រើប្រភេទspeed លឿនលេខ3អត់បានណាពីព្រោះវាដាច់ខ្សែនេះមួយបងបាទមិននិយាយថាដាច់ទេមានថាវាខូចគ្រឿងនៅក្នុងបតនេះវាខូចប្រភេទខ្សែ speed បាទខ្សែលេខលឿននៅក្នុងបតនេះមួយបើខ្សែនេះគឺដំណើរការធម្មតាទេបាទខ្ញុំធ្វើតេស្តហើយគឺដំណើរការធម្មតាប៉ុន្តែវាយឺតណាវាយឺតប៉ុន្តែយើងយកមកដាក់ជាមួយនឹងខ្សែដែលត្រូវលឿននេះគឺវាអត់ដំណើរការទេគឺវាមិនថាវាវល់ធម្មតាវាអត់ត្រូវវាតាមពិតទៅវាត្រូវឡើងល្បឿនមកកម្រិតទៀតបាទអញ្ចឹងប្រភេទបតនេះវាមានតែប៉ុណ្្នេះទេបាទអញ្ចឹងសម្រាប់ម្ចាស់គាត់ចង់ឲ្យឡើងខ្សែមក speed ទៀតមានថាឲ្យវាឡើងល្បឿនលេខលឿនមកកម្រិតទៀតអញ្ចឹងណាអញ្ចឹងសម្រាប់បតនេះយើងអាចជួសជុលបានទេនេះបតនេះក្តៅបាទបតនេះចង់ខូចដែរហ្នឹងបាទគាត់ធ្វើតេស្តបតនេះក្តៅបាទបើមិនយូរប្រហែលនេះអាចខូចបតអញ្ចឹងម្ចាស់គេឲ្យយើងដូរបតថ្មីដើម្បីប្រើខ្សែលេខ1លេខ2លេខ3ហ្នឹងគឺឲ្យតាមតម្រូវការគាត់អញ្ចឹងណាបាទចំពោះបតនេះវាប្រើបានតែលេខ2លេខ3អត់ប្រើបានទេបាទអញ្ចឹងខ្ញុំត្រូវដូរបតថ្មីបាទហើយវីដេអូនេះអរគុណច្រើនសម្រាប់បងប្អូនដែលបានទស្សនាបាទគ្រាន់តែជាការចែកម្លែកជូនបងប្អូនបាទចំពោះបតនេះយើងចាត់ទុកថាវាខូចខ្សែល្បឿនបាទខូចខ្សែល្បឿនបងប្អូនណាបាទអញ្ចឹងយើងរៀបចំដូរបតថ្មីបាទអញ្ចឹងហើយជាចុងក្រោយខ្ញុំសូមអរគុណច្រើនសម្រាប់បងប្អូនដែលគាត់តែងតែជឿទុកចិត្តហើយនឹងគ្រប់គ្រងមកលើ Channel ក៏ដូចជា Facebook Page ហើយសម្រាប់បងប្អូនដែលជាជាងក៏ដូចជាបងប្អូនដែលជាអ្នកប្រើប្រាស់បងប្អូនអាចតាក់ទងបានបើសិនជាចង់បានគ្រឿងក៏ដូចជាចង់បានចំណេះដឹងប្លែកៗពី Channel ពី Channel ខ្ញុំបាទបងប្អូនអាចតាក់ទងចូលតាម Telegram បានបាទខ្ញុំនឹងផ្ដល់ព័ត៌មានជូនបងប្អូនហើយក៏ដូចជាមេរៀនខ្លះៗសម្រាប់បងប្អូនផងដែរបាទសម្រាប់បននេះសូមបញ្ជាក់ចុងក្រោយជាមិនមែនជាងទេបាទគាត់ជាអ្នកប្រើប្រាស់បននេះបាទដូចដែលវីដេអូខ្ញុំបានថតមុនអញ្ចឹងខ្ញុំជម្រាបដល់បងប្អូនណាបាទគាត់ជាអ្នកប្រើប្រាស់ទេហើយអញ្ចឹងគាត់ដោះគាត់ប្រឹក្សាចំពោះខ្ញុំថាមូលហេតុអីបានខ្សែលេខ3អត់ឡើងល្បឿនអញ្ចឹងទៅតងទៅលើបននេះដល់ពេលយើងយកមកតេស្តជាក់ស្ដែងគឺវាខូចខ្សែលេខ3មែនបងប្អូនណាបាទអរគុណច្រើនសម្រាប់ការទស្សនាវីដេអូនេះបាទសង្ឃឹមថាបងប្អូនជួយចុច Subscribe Channel របស់ខ្ញុំផងបើគិតថាវីដេអូនេះការចែកម្លែកមានអត្ថប្រយោជន៍ជូនបងប្អូនណាបាទសូមគោរពជម្រាបលាបាទបាយបាយអរគុណ